បងប្អូនជនរួមជាតិជាទីគោរពរាប់អានបាទថ្ងៃនេះយើងមានព័ត៌មានសំខាន់មួយបាទដែលជាព័ត៌មានកំពុងតែ viral ខ្លាំងមែនទែនបាទពាក់ព័ន្ធនៅខាងប្រទេសថៃបាទនៅក្នុងប្រទេសថៃបាទគឺលោកប្រយុទ្ធច័ន្ទអូឆាបាទលើកឡើងពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមសូមបញ្ជាក់ផងដែរថានៅលើคลิปមួយនេះឥឡូវខ្ញុំដាក់คลิปជូនឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាជាមុនសិនបាទคิดได้ยังไงชีวิตคนใครก็รักลูกน้องทุกคนชีวิตเขาพาเข้าไปรบเขาตายแล้วใครรับผิดชอบผมด้วยคิดอย่างนี้สิครับผมถามว่าแล้วใครจะไปไม่มีทหารใครจะไปไม่มีทหารแล้วใครจะไปรบបាទចំពោះคลิปមួយនេះបាទគឺកំពុងតែ viral ដូចខ្ញុំបានបញ្ជាក់ពីខាងដើមហើយគឺប្រជាពលរដ្ឋថៃបានលើកយកคลิปមួយនេះមកដាក់មកផុសបង្ហោះជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គម social media ព្រោះវាជាคลิปដែលចាក់ដោតខ្លាំងមែនទែនបាទពាក់ព័ន្ធទៅនឹងបញ្ហាដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ននេះបាទសូមបញ្ជាក់ផងដែរថាคลิปមួយនេះគឺនៅក្នុងសភាថៃទេបាទខណៈពេលដែលលោកប្រយុទ្ធច័ន្ទអូឆាកាលពីគាត់នៅក្នុងតំណែងជានាយករដ្ឋមន្ត្រីថៃតែម្ដងបាទគឺគាត់បានបញ្ជាក់ប្រាប់នៅក្នុងសភាថាលោកនឹងមិនធ្វើសង្គ្រាមចដាច់ខាតបាទមូលហេតុបានជាលោកមិនធ្វើសង្គ្រាមព្រោះថាការបាត់បង់ជីវិតបាទមិនមែនទៅព្រឹកមកល្ងាចវិញទេបាទគឺបាត់គឺស្លាប់មែនទែនតែម្ដងបាទអញ្ចឹងលោកសង្កត់ធ្ងន់ទៅលើជីវិតមនុស្សបាទជីវិតទាហានបាទទាហានគឺជាមនុស្សដូចតែគ្នាទេអញ្ចឹងលោកសង្កត់ធ្ងន់ទៅលើជីវិតទាហានកូនទាហានគ្មានអ្នកណាចង់ទៅធ្វើសង្គ្រាមទេបាទបើយើងសួរបាទសួរទៅថាតើមាននរណាចង់ធ្វើសង្គ្រាមខ្លះគឺអត់ទេឲ្យរុញទៅទាហានរុញកូនទាហានទៅបាទរុញកូនទាហានទៅក៏គ្មានកូនទាហានណាគឺចង់ទៅដែរបាទព្រោះគេខ្លាចស្លាប់សង្គ្រាមគឺគ្មានអ្នកណាចង់ធ្វើទេសង្គ្រាមគ្មានអ្នកណាចង់បានទេទាំងប្រជាជនថៃក៏ដូចជាប្រជាជនខ្មែរយើងជាពិសេសខ្មែរយើងតែម្ដងបាទគឺចង់បានសន្តិភាពប៉ុន្តែណាស់តែអ្នកនយោបាយបាទអ្នកនយោបាយថៃល្មមសង្គ្រាមណាស់បាទចង់ធ្វើសង្គ្រាមណាស់បាទកន្លងទៅយើងឃើញសង្គ្រាមរវាងកម្ពុជាថៃនាពេលកន្លងទៅណាយើងនិយាយរឿងសង្គ្រាមឈុតមុនតែម្ដងទៅបាទសង្គ្រាមឈុតមុន5ថ្ងៃហ្នឹងគឺថាទាហានថៃបាទមិនអស់ចិត្តទេបាទមិនអស់ចិត្តទេលោកសៀបឺនយើងហៅឈ្មោះក្រៅរបស់គាត់តែហ្មងទៅគឺសៀបឺនដែលជាអ្នកនាំពាក្យរបស់កងទ័ពថៃណាបាទលោកក៏បានចេញនៅបទសម្ភាសន៍មួយនៅក្នុងទូរទស្សន៍បាទតាមរយៈទូរទស្សន៍ក៏បាននិយាយបានលើកឡើងថាយ៉ាងម៉េចដែរកម្ពុជាបាទអានេះក្រោយពីបទជប់បាញ់ណាយ៉ាងម៉េចដែរតើយើងគួរបន្ត5ថ្ងៃឬមួយអាទិត្យទៀតឬយ៉ាងម៉េចបាទឲ្យដឹងសខ្មៅតែហ្មងអញ្ចឹងណាមានន័យថាទាហានថៃបាទចង់ធ្វើសង្គ្រាមបន្តទៀតបាទអានេះចំពោះតែមេទាហានទេប៉ុន្តែមេទាហានខ្លួនឯងហ្នឹងអត់បានចូលសមរភូមិទេបាទអត់បានចូលមកសមរភូមិទេគឺនៅតែពីក្រៅនៅតែបង្កក់នោះទេប៉ុន្តែបើនិយាយរឿងមកធ្វើសមរភូមិផ្ទាល់នោះប្រកាសជាអត់មានទេអត់ដែលទេអញ្ចឹងចំពោះទាហានថៃក៏នៅតែចង់ធ្វើសង្គ្រាមនេះអានេះចំពោះមេទេបាទតែកូនទាហានបាទកូនទាហានគឺអត់មានណាចង់មកទេបាទខ្លាចណាស់ប្រិមត្តទស្សនិកជនក៏ធ្លាប់ឃើញនៅលើបណ្ដាញសង្គមផុសជាច្រើនបាទពាក់ព័ន្ធទៅនឹងកូនទាហានរបស់ថៃយំស្រែកបោកខ្លួនអញ្ចឹងដោយសារអីដោយសារខ្លាចគ្រាប់បាទហើយនៅក្នុងនោះក៏មានវីដេអូខ្លះបាទកូនទាហានខ្លះក៏ថតផុសថាពាក់ព័ន្ធទៅនឹងសង្គ្រាមបាទអត់ដូចក្នុងរឿងសោះបាទអត់ដូចក្នុងរឿងភាពយន្តសោះបាទតែវាអាចដូចតិចតួចបំផុតបាទតែរឿងពិតវាផ្សេងបាទនេះវាជាការលើកឡើងការយល់ឃើញរបស់ទាហានថៃបាទដែលបានមកធ្វើសង្គ្រាមជាមួយខ្មែរបាទមកនិយាយទៅមកឈ្លានពានខ្មែរតែម្ដងបាទទាហានថៃដែលមកឈ្លានពានខ្មែរគឺគាត់តែងតែលើកឡើងពាក់ព័ន្ធនឹងបញ្ហាលំបាកផ្សេងៗហ្នឹងបាទចឹងចង់ថយក្រោយទៅវិញគឺពាក់ព័ន្ធនឹងលោកប្រយុទ្ធដែលលោកលើកឡើងបាទនៅក្នុងសភាជាវីដេអូចាស់ហើយសូមបញ្ជាក់ជាវីដេអូចាស់ទេប៉ុន្តែវាជាវីដេអូដែលធ្វើឲ្យចាក់ដោតខ្លាំងបាទនៅលើបណ្ដាញសង្គមថៃបាទប្រជាជនថៃគឺចាក់ដោតមែនទែនបាទស្ដាប់ឲ្យជក់ចិត្តដោយសារអីដោយសារលោកប្រយុទ្ធគឺលោកបញ្ជាក់ច្បាស់ហើយថាគ្មានអ្នកណាចង់ធ្វើសង្គ្រាមទេគ្មានអ្នកណាចង់បានសង្គ្រាមទេពេលកាលណាយើងយកកូនចៅរបស់គេបាទយើងយកកូនចៅរបស់គេទៅធ្វើសង្គ្រាមនរណាទទួលខុសត្រូវបាទនរណាជាអ្នកទទួលខុសត្រូវបាទកូនទាហានស្លាប់នរណាទទួលខុសត្រូវពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចនរណាទទួលខុសត្រូវនេះគឺជាការលើកឡើងរបស់គាត់ខ្ញុំចង់លើកឡើងពាក់ព័ន្ធនឹងបញ្ហានេះគឺជាបញ្ហាដែល viral ហើយចាក់ដោតខ្លាំងនៅក្នុងប្រទេសថៃបាទជារឿងដែលចាក់ដោតខ្លាំងនៅក្នុងប្រទេសថៃប្រិយមិត្តទស្សនិកជនបាទគាត់តែចង់លើកឡើងបញ្ហានេះដើម្បីបញ្ជាក់ដាស់សតិស្មារតីឲ្យទស្សនិកជនបានជ្រាបបានទស្សនាផងដែរបាទហើយសូមបញ្ជាក់ផងដែរថាការធ្វើសង្គ្រាមនេះវាហិនហោចគ្រប់យ៉ាងបាទចំពោះប្រទេសកម្ពុជាយើងដឹងហើយគឺជាប្រទេសដែលយើងចង់បានសន្តិភាពណាយើងមិនចង់បានទេសង្គ្រាមយើងស្អប់ណាស់សង្គ្រាមបាទតែនៅតែជិះមិនបានដោយសារការឈ្លានពានយើងគ្រាន់តែត្រូវការការពារខ្លួនតែប៉ុណ្ណោះបាទរាល់ថ្ងៃនេះដូចយើងឃើញជាក់ស្ដែងហើយព័ត៌មាន
ពីក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាយើងបញ្ជាក់ឲ្យតែថៃបាញ់ចូលកន្លែងនេះកន្លែងនោះថៃចាប់ផ្ដើមសង្គ្រាមកន្លែងនេះកន្លែងនោះគឺយើងឃើញជាក់ច្បាស់ហើយបាទហើយចំពោះកម្ពុជាយើងគ្រាន់តែឆ្លើយតបបាទឆ្លើយតបដើម្បីការពារខ្លួនហើយចាប់ផ្ដើមមកសង្គ្រាមលើកទី2នេះបាទសង្គ្រាមលើកទី2នេះដែលថៃលុកលុយរហូតដល់24ម៉ោងទៅខាងកម្ពុជាយើងឆ្លើយតបអានេះវាជារឿងអីជាការឈ្លានពានដ៏ធំធេងណាស់បាទដែលកម្ពុជាយើងស្អប់ណាស់អារឿងសង្គ្រាមហ្នឹងបាទស្អប់ណាស់ព្រោះឆ្លងកាត់ជាច្រើនទសវត្សរ៍មកហើយបាទសង្គ្រាមរបស់កម្ពុជាយើងអញ្ចឹងហើយតទៅនេះគឺមានតែសន្តិភាពទេអញ្ចឹងបានថាប្រិយមិត្តទស្សនិកជនបាទសូមបញ្ជាក់ផងដែរថាប្រទេសថៃនាបច្ចុប្បន្ននេះបាទកំពុងតែមិនដឹងថាទៅមុខឬទៅក្រោយទេណាបាទបច្ចុប្បន្ននេះមិនដឹងថាទៅមុខឬទៅក្រោយទេបាទសង្គ្រាមទៅមុខទៀតក៏មិនអាចទៅរួចទេបាទមិនអាចទៅរួចដាច់ខាតបាទហើយប្រទេសថៃខ្លួនឯងនេះគឺថាខាតបង់ច្រើនណាស់បាទព្រោះជាអ្នកដែលបាញ់បាទព្រោះជាអ្នកដែលបាញ់ប្រទេសកម្ពុជាយើងថាមិនមែនយើងថាមិនខាតបង់ក៏វាមិនត្រូវដែរព្រោះទៅខាតបង់ដូចគ្នាទេប៉ុន្តែគាត់ថាការខាតបង់របស់យើងវាមានកម្រិតបាទវាមានកម្រិតមិនមែនវាតិចជាងនិយាយខ្លីចឹងមកទៅបាទគឺមិនន័យថាតិចជាងដោយសារអីព្រោះយើងជាអ្នកតុបបាទយើងតុបមិនឲ្យគេឈ្លានពានតែគេព្យាយាមសម្រុកចូលឈ្លានពានបាទអានឹងវាខុសគ្នាកន្លែងហ្នឹងបាទអញ្ចឹងម្ល៉េះហើយបានខ្ញុំគ្រាន់តែលើកឡើងនៅក្នុងคลิปវីដេអូដែលខ្ញុំបានចាក់ខាងដើមឲ្យប្រិយមិត្តទស្សនិកជនបានស្ដាប់នេះគ្រាន់តែជាការបញ្ជាក់បង្ហាញថាអ្នកនយោបាយថៃខ្លះក៏គាត់មិនចង់ធ្វើសង្គ្រាមដែរបាទគាត់អាណិតអាយុជីវិតប្រជារាស្ត្រប្រជាជនអញ្ចឹងណាបាទប៉ុន្តែអ្នកនយោបាយដោយលោកអនុทินឆានវីរគុលនេះគាត់ចង់ធ្វើសង្គ្រាមដើម្បីប្រជាប្រិយភាពរបស់គាត់ចិត្តបោះឆ្នោតហើយចំពោះលោកអនុทินឆានវីរគុលនេះបាទគាត់គឺជាអ្នកដែលចង់បានសន្លឹកឆ្នោតខ្លាំងពេកអញ្ចឹងយកជីវិតទាហានរបស់ខ្លួននឹងមកចោលនៅជាដែនបាទអញ្ចឹងទាហានរបស់គាត់ស្លាប់ហើយមិនមែនត្រឡប់ទៅវិញល្ងាចទេបាទគឺអត់ទេទៅសូន្យតែមកបាទនេះគឺជាគោលបំណងធំរបស់លោកអនុทินឆានវីរគុលបាទនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះបាទក្រោយពីសង្គ្រាមបានបន្តិចមកក៏គាត់ចាប់ផ្ដើមរំលាយសភាហេតុអីរំលាយសភាឲ្យហើយទៅបាទប៉ុន្តែគាត់នៅតែជានាយករដ្ឋមន្ត្រីស្ដីទីដដែលទេគឺមានន័យថាតំណាងសិនចង់និយាយចឹងណាបាទតំណាងសិនបាទអញ្ចឹងចង់ជម្រាបជូនប្រិយមិត្តទស្សនិកជនឲ្យបានជ្រាបថាបច្ចុប្បន្ននេះប្រទេសថៃប្រជាពលរដ្ឋក៏គ្នាមានបញ្ហាច្រើនណាបាទមានបញ្ហាច្រើនណាមិនចង់បានសង្គ្រាមទេប៉ុន្តែនិយាយអត់កើតបាទប៉ុន្តែនៅតែមានការមិនចេញមតិមួយចំនួនដែលបញ្ជាក់ទៅនឹងអ្វីដែលទាហានកំពុងធ្វើបាទអរគុណទស្សនិកជនដែលបានទស្សនាសម្រាប់ការលើកឡើងរបស់ខ្ញុំនាពេលនេះបាទរាល់កំហុសខុសឆ្គងដោយអចេតនាណាមួយសូមមេត្តាខន្តីអភ័យទោសបាទសូមអរគុណបាទ